មនុស្សខ្លះនឹងបំភ្លេចរឿងល្អរាប់រយដងដែលអ្នកធ្លាប់ធ្វើឲ្យគេហើយចាំតែរឿងម្ដងគត់ដែលអ្នកមិនអាចជួយគេបានអ្នកអាចលះបង់ទាំងពេលវេលាកម្លាំងកាយចិត្តការគ្រប់គ្រងនិងសូម្បីតែការលះបង់ជាច្រើនផ្សេងទៀតប៉ុន្តែទោះជាយ៉ាងណាវានៅតែមិនគ្រប់គ្រាន់សម្រាប់មនុស្សមួយចំនួនឡើយជំនួសឲ្យការដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើពួកគេបែរជាផ្ដោតតែលើរឿងមួយគត់ដែលអ្នកមិនអាចផ្ដល់ឲ្យពួកគេបាននេះហើយជាធម្មជាតិរបស់មនុស្សរមិលគុណទោះបីអ្នកខិតខំប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏ពួកគេនៅតែសម្លឹងរកអ្វីដែលខ្វះជំនួសឲ្យការមើលឃើញអ្វីដែលអ្នកបានផ្ដល់រួចហើយការពិតគឺការព្យាយាមគាប់ចិត្តមនុស្សប្រភេទនេះជានិច្ចនឹងធ្វើឲ្យអ្នកអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស័ក្តិសមនឹងទទួលបានការលះបង់គ្មានដែនកំណត់ពីអ្នកនោះទេមនុស្សខ្លះឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់អ្នកប៉ុន្តែមនុស្សខ្លះទៀតចេះតែទាមទារនិងកេងប្រវ័ញ្ចពីអ្នករហូតដល់ថ្ងៃដែលអ្នកលែងមានអ្វីសេសសល់សម្រាប់ខ្លួនឯងដូច្នេះសូមជួយធ្វើទារុណកម្មខ្លួនឯងដើម្បីបញ្ជាក់តម្លៃរបស់អ្នកទៅកាន់មនុស្សដែលមិនព្រមមើលឃើញវាទៀតទៅចូលផ្ដល់ពេលវេលានិងក្តីស្រឡាញ់របស់អ្នកទៅកាន់មនុស្សដែលមើលឃើញទង្វើល្អតូចតាចរបស់អ្នកមនុស្សដែលចេះនិយាយពាក្យថាអរគុណនិងមនុស្សដែលឲ្យតម្លៃវត្តមានរបស់អ្នកជំនួសឲ្យការចាំតែរាប់កំហុសរបស់អ្នកព្រោះមនុស្សដែលស័ក្តិសមនិងមិនចងចាំតែអ្វីដែលអ្នកធ្វើមិនបាននោះទេពួកគេនឹងចងចាំរាល់ទង្វើដែលអ្នកបានធ្វើចេញពីក្តីស្រឡាញ់និងភាពស្មោះត្រង់ខុសពីមនុស្សរមិលគុណដែលមើលឃើញតែអ្វីដែលពួកគេមិនទទួលបាន